ដំបូន្មានដ៏សំខាន់បំផុតសម្រាប់មនុស្សដែលចង់មានផ្លូវចិត្តល្អទំនាក់ទំនងល្អនិងជីវិតដ៏ល្អប្រសើរភាពស្ងៀមស្ងាត់មិនមែនជាភាពទន់ខ្សោយទេក្នុងស្ថានភាពជាច្រើនវាជាវិធីឆ្លាតវៃមួយដើម្បីការពារខ្លួនឯងខាងផ្លូវចិត្តជួយសន្សំសំចៃថាមពលជៀសវាងការឈឺចាប់និងគ្រប់គ្រងជីវិតរបស់មនុស្សម្នាក់បានកាន់តែប្រសើរភាពស្ងៀមស្ងាត់មិនមែនជាការជៀសវាងទេពេលខ្លះវាជាជម្រើសដ៏ឆ្លៀសវៃបំផុតដើម្បីរក្សាសុវត្ថិភាពខ្លួនឯងក្នុងចំណោមការប៉ះទង្គិចផ្លូវចិត្តដែលមិនចាំបាច់មនុស្សបុរាណហៅវាថាការដឹងពីពេលណាត្រូវដកខ្លួនចេញក៏ខណៈពេលដែលមនុស្សសម័យទំនើបហៅវាថាការការពារខ្លួនឯងខាងផ្លូវចិត្ត1ភាពស្ងៀមស្ងាត់ដើម្បីការពារការឈឺចាប់ដែលមិនចាំបាច់នៅក្នុងការសន្ទនាជាច្រើនពាក្យសម្ដីមិនដោះស្រាយបញ្ហាទេប៉ុន្តែគ្រាន់តែបង្កើនអារម្មណ៍ប៉ុណ្ណោះនៅពេលដែលមនុស្សម្នាក់ទៀតមានការរើសអើងកំហឹងឬចិត្តនាឈ្លានពានការពន្យល់ណាមួយคล้ายជាផ្កាភ្លើងយ៉ាងងាយស្រួលភាពស្ងៀមស្ងាត់ក្នុងស្ថានភាពនេះគឺជាមធ្យោបាយមួយដើម្បីកាត់ផ្តាច់លំហូរនៃការឈឺចាប់តាំងពីដំបូងគ្មានការឈ្លោះប្រកែកគ្នាគ្មានការរកលេសដោយខ្លួនឯងមិនដាក់ខ្លួនអ្នកនៅក្នុងទីតាំងទទួលខុសត្រូវចំពោះអារម្មណ៍របស់អ្នកដទៃនេះមិនមែនជាការចោះចូលទេប៉ុន្តែជាការជ្រើសរើសរក្សាភាពសុចរិតផ្លូវចិត្តរបស់អ្នកនៅចំពោះមុខឥទ្ធិពលអវិជ្ជមានដែលមិននាំមកនូវតម្លៃ2ភាពស្ងៀមស្ងាត់ជួយខួរក្បាលឲ្យមានស្ថិរភាពអារម្មណ៍នៅពេលដែលអារម្មណ៍ឡើងខ្ពស់ខួរក្បាលមានទំនោរប្រតិកម្មលឿនជាងការគិតនៅពេលនេះការនិយាយច្រើនពេកមានន័យថានិយាយរឿងខុសនិយាយច្រើនពេកឬនិយាយរឿងដែលអ្នកនឹងសោកស្ដាយនៅពេលក្រោយភាពស្ងៀមស្ងាត់បង្កើតការផ្អាកចាំបាច់សម្រាប់ប្រព័ន្ធសរសៃប្រសាទដើម្បីត្រជាក់ចុះចន្លោះនេះជួយមនុស្សឲ្យកំណត់អត្តសញ្ញាណបានកាន់តែប្រសើរឡើងនៅអ្វីដែលពួកគេកំពុងមានអារម្មណ៍ហេតុអ្វីបានជាពួកគេមានអារម្មណ៍បែបនោះនិងថាតើប្រតិកម្មពិតជាចាំបាច់ឬអត់ពីទស្សនៈផ្លូវចិត្តនេះគឺជាយន្តការគ្រប់គ្រងខ្លួនឯងដែលជួយជៀសវាងគ្រោះថ្នាក់រយៈពេលវែងពីសកម្មភាពដែលមិនប្រុងប្រយ័ត្ន3ភាពស្ងៀមស្ងាត់គឺជាមធ្យោបាយមួយដើម្បីរក្សាព្រំដែនផ្ទាល់ខ្លួនច្បាស់លាស់មិនមែនគ្រប់គ្នាសុទ្ធតែសមនឹងដឹងពីគំនិតផែនការឬអារម្មណ៍របស់អ្នកទាំងអស់នោះទេការចែករំលែកច្រើនពេកនៅក្នុងបរិយាកាសមិនមានសុវត្ថិភាពងាយនឹងនាំឲ្យមានការត្រួតពិនិត្យការវិនិច្ឆ័យឬការកេងប្រវ័ញ្ចភាពស្ងៀមស្ងាត់នៅពេលចាំបាច់បង្កើតព្រំដែនផ្លូវចិត្តដែលមានសុខភាពល្អវាផ្ញើសារច្បាស់លាស់មួយមានតំបន់ឯកជនដែលមិនត្រូវការពន្យល់ឬការបង្ហាញទៅកាន់អ្នកដទៃនោះទេមនុស្សដែលដឹងថាពេលណាត្រូវនៅស្ងៀមជាធម្មតាមានការគ្រប់គ្រងកាន់តែប្រសើរលើជីវិតផ្លូវចិត្តរបស់ពួកគេពីព្រោះពួកគេមិនអនុញ្ញាតឲ្យអារម្មណ៍របស់ពួកគេត្រូវបានឈ្លានពានដោយឥទ្ធិពលខាងក្រៅ